ធានបទកាលពីសប្តាហ៍មុនបងប្អូនអរគ្នាគឺខ្ញុំបាននិយាយពីការតភ្លើងខុសបច្ចេកទេសនាំឲ្យមានហានិភ័យនៃការឆេះហើយឃើញថាបងប្អូនយើងភាគច្រើនគាត់ចាប់អារម្មណ៍ខ្លាំងមែនទែនឥឡូវនេះសុកក៏នឹកឃើញទៅកាន់ប្រធានបទប្រហែល10ឆ្នាំមុនគឺមានទូរស័ព្ទ iPhone jailbreak ឯងបងប្អូនអរគ្នាគឺថាប្រើមិនសូវជាល្អប្រហែលទេមានន័យថាប្រើមិនកើតហើយដំណើរការអត់ស្រួលតើបើសិនជាយើងគិតទៅលើឡានវិញបច្ចុប្បន្នគេមានស្ពេចក្រុមហ៊ុននិងស្ពេចនាំចូលផ្សេងដទៃទៀត topic នេះយើងនឹងនិយាយគ្នាអំពីឡានដែលនាំចូលដោយក្រុមហ៊ុនឬក៏គេហៅថាស្ពេចក្រុមហ៊ុននិងឡានដែលនាំចូលដោយឯកជនឬក៏នាំចូលដោយមិនមានប្រភពច្បាស់លាស់តើគុណភាពពីរហ្នឹងខុសគ្នាយ៉ាងណាតោះបងប្អូនតាមដានទស្សនាវីដេអូរបស់គ្នាជាទូទៅឡានដែលនាំចូលដោយខាងក្រុមហ៊ុនគឺតែងតែទទួលបានការទទួលស្គាល់ច្បាស់លាស់ដោយសារតែវាជាប្រភេទ Spec Standard ទទួលស្គាល់ដោយរោងចក្រផ្ទាល់តែម្ដងហើយជាក់ស្ដែងខ្ញុំលើកឧទាហរណ៍ទៅលើ GAC GN8 ដែលទើបតែទទួលបាននៅតម្លៃថ្មីក្រុមហ៊ុនបង្កើតជាផ្លូវការ $65,000 សម្រាប់ឡានដែលនាំចូលដោយឯកជនភាគច្រើនគឺតាមអ្វីដែលខ្ញុំធ្លាប់ដឹងគឺមានបំពាក់នៅដុំភាសាផ្សេងឬក៏ Screen Digital Infotainment មានការតម្លើងផ្សេងអញ្ចឹងវាខុសគ្នាពីឡានដែលនាំចូលដោយក្រុមហ៊ុនថងថាគេមាន global version គ្រឿងបង្គុំប្រព័ន្ធភ្លើងប្រព័ន្ធបច្ជាស្វ័យប្រវត្តិអីហ្នឹងគឺមិនមានការកែឬក៏ modify program ហើយមានធានាច្បាស់លាស់និងមានសេវាថែទាំត្រឹមត្រូវទៀតនិយាយរួមទៅដូច GAC GN8 នេះតម្លៃរបស់វា $65,000 ខ្ញុំសូមនិយាយពាក្យពិតមួយណាបើយើងប្រៀបធៀបតម្លៃគឺវាស្មើជាមួយនឹង Toyota Alphard ដែលមានឆ្នាំផលិតចន្លោះពី015ដល់017បងប្អូនអាចប្រៀបធៀបខ្លួនឯងបានបើសិនជាបងប្អូនចង់បាននៅឡានមួយដែលមានគុណសម្បត្តិមានន័យថាប្រហែលគ្នាឬក៏ជាប្រភេទស៊េរីថ្មីហើយវាមាន option ទំនើបជាងចំណុចពិសេសច្រើនជាងអញ្ចឹងបងប្អូនគួរតែពិចារណាជាមួយនឹងថ្មីឬក៏បងប្អូនពិចារណាមួយមកទឹកបងប្អូនអាចធ្វើការសម្រេចចិត្តខ្លួនឯងបានមកទឹកមិនមែនថាមិនល្អទេក៏ប៉ុន្តែយើងមិនដឹងពីប្រភពច្បាស់លាស់ថាតើអ្នកប្រើមុនហ្នឹងគឺប្រើអស់ប្រមាណម្ចាស់ការប្រើប្រាស់បែបណាហើយឡានហ្នឹងមានប្រវត្តិបែបម៉េចអញ្ចឹងយើងពិបាកនៅក្នុងការស្វែងយល់ឡើងហ្នឹងអញ្ចឹងជាហេតុផលមួយដែលខ្ញុំនិយាយថាសម្រាប់ឡានថ្មីវាផ្ដល់នូវអារម្មណ៍បែប peaceful ឬក៏អារម្មណ៍បែបល្អជាងដោយសារយើងអាចនឹងជា first owner ឬក៏ជាអ្នកប្រើប្រាស់ដៃទី1តែម្ដងហើយសម្រាប់ការទិញឡាន GAC ផងដែរខ្ញុំបញ្ជាក់ពីខាងក្រុមហ៊ុនផ្ទាល់បងប្អូននឹងទទួលបាននៅអត្ថប្រយោជន៍ចំនួន4ទី1គឺបងប្អូនទទួលបានឡានដែលមានប្រភពច្បាស់លាស់ទទួលស្គាល់ដោយរោងចក្រ GAC ផ្ទាល់នៅឯប្រទេសចិនទី2គឺជាប្រភេទឡាន global version មានន័យថាគេផលិតមកស្តង់ដារទូទាំងពិភពលោកតែម្ដងមិនមានកែមិនមានបុក program ទី3បងប្អូនទទួលបានការធានារយៈពេល5ឆ្នាំបាទ5ឆ្នាំឬក៏ស្មើនឹង15,000 គីឡូនិងទី4បងប្អូនទទួលបានសេវាថែទាំរថយន្ត2ឆ្នាំឬក៏ស្មើនឹង 20,000 គីឡូហើយថ្មីនេះទៀតសោត GAC Cambodia ហ្នឹងក៏បានអបអរសាទរដល់ខួប5ឆ្នាំឬក៏5 year anniversary ដោយដាក់នៅតម្លៃថ្មីជាមួយនឹងរថយន្តទាំង4 model ស៊េរីឆ្នាំ2025ទី1គឺ GAC GS3 M Zoom ដែលមានតម្លៃ $23,500 ទី2គឺ GAC M Cool ដែលមានតម្លៃ $29,999 និង GAC GS8 ដែលមានតម្លៃសល់ត្រឹមតែ $39,999 អបមកជាមួយនឹងរថយន្ត GAC MPV លំដាប់អភិជន GAC GN8 ដែលមានតម្លៃ $65,000 ជាប្រភេទ Option Master សូមជំរាបប្រាប់បងប្អូនផងដែរថាសម្រាប់ GAC គឺជាក្រុមហ៊ុនផលិតរថយន្តចិនតែមួយដែលឈ្នះពានរង្វាន់ JD Power 8ឆ្នាំជាប់គ្នា2013ដល់2020និងជារោងចក្រផលិតរថយន្តរបស់ប្រទេសចិនដែលមានគុណភាពខ្ពស់ដូចជា Toyota និង Honda គឺត្រូវបានធ្វើតេស្តសាកល្បងជាង 4 លានគីឡូម៉ែត្រមុននឹងចេញលក់ដើម្បីធានានូវភាពធន់និងគុណភាពប្រើប្រាស់បានយូរលើស10ឆ្នាំឬក៏ 24,000 គីឡូម៉ែត្រដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធជាមួយនឹង18ក្រុមហ៊ុនដែលជាអ្នកផ្គត់ផ្គង់គ្រឿងបង្គុំរថយន្តលំដាប់ពិភពលោកដើម្បីផលិតបានរថយន្តមួយដែលមានគុណភាពជូនទៅដល់អ្នកប្រើប្រាស់បងប្អូនតាមដានមកដល់ចំណុចនេះមានមតិយោបល់យ៉ាងណាអាចធ្វើការ comment បានពីការយល់ឃើញរបស់បងប្អូនព័ត៌មានលម្អិតយើងបានដាក់ជូននៅខាងចុងវីដេអូនេះអញ្ចឹងវីដេអូដល់ទីបញ្ចប់សូមអរគុណសម្រាប់ការតាមដានទស្សនាជួបគ្នានៅវីដេអូក្រោយ